ស្ដាប់រឿងរបស់ខ្ញុំវាហាក់បីដូចជាចម្លែកសម្រាប់ពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នាក៏ប៉ុន្តែខ្ញុំនៅតែចង់ចែករំលែកអំពីអារម្មណ៍របស់ខ្ញុំគឺជាក្មេងស្រីម្នាក់ដែលបានកើតនៅក្នុងទឹកដីខេត្តកំពង់ចាមក៏ប៉ុន្តែមិនមែនជាក្មេងដែលសម្បូរទៅដោយភាពកក់ក្ដៅនៃក្តីស្រឡាញ់អំពីក្រុមគ្រួសារទេហើយក៏មិនមែនបានន័យថាខ្ញុំមិនមានម្ដាយល្អឪពុកល្អឬក៏បងប្អូនល្អពលលោកល្អសម្រាប់ខ្ញុំល្អចំពោះខ្ញុំមែនតែនអាចនិយាយបានថាខ្ញុំជាក្មេងកក់ក្ដៅនៅក្នុងក្តីស្រឡាញ់តែมันមានភាពកក់ក្ដៅនៅក្នុងការរួមរស់នៅក្បែរលោកទាំងអស់គ្នាទេខ្ញុំបានបែកពីក្រុមគ្រួសារទៅនៅឆ្ងាយសែនឆ្ងាយមិនថាខ្ញុំនៅក្នុងប្រទេសក៏ខ្ញុំបែកពីក្រុមគ្រួសារមិនថាខ្ញុំនៅក្រៅប្រទេសខ្ញុំក៏បែកអំពីឪពុកម្ដាយដែរគឺជាជីវិតមួយដែលកើតមកសម្រាប់តែការបែកដូច្នេះហើយអារម្មណ៍របស់ខ្ញុំហាក់បីដូចជាខ្វះចន្លោះនៅក្តីស្រឡាញ់ខ្លាំងមែនទែនរហូតដល់វ័យ40ឆ្នាំប្លាយចាពេលនេះខ្ញុំវ័យចំណាស់ទៅហើយខ្ញុំនៅតែរស់ម្នាក់ឯងចាក៏ប៉ុន្តែមានឱសថមួយកន្លែងបងប្អូនច្បាស់ជាដឹងថាខ្ញុំចង់និយាយអំពីអ្វីគឺទឹកដីនៃខេត្តសៀមរាបគឺជាទឹកដីរបស់ខ្មែរយើងចានៃប្រទេសកម្ពុជាយើងខេត្តសៀមរាបគឺជាឋានឱសថសម្រាប់ខ្ញុំគ្រប់ពេលគ្រប់វេលាមិនថាខ្ញុំមានអារម្មណ៍ថាខ្លួនឯងខ្វះខាតអ្វីក៏ដោយដែលជាចន្លោះប្រហោងនៅក្នុងជីវិតនៅពេលដែលខ្ញុំបានជន់ទឹកដីនៃខេត្តសៀមរាបខ្ញុំហាក់បីដូចជាពេញលេញនៅអារម្មណ៍នៃក្តីសុខដុមមហិមាមហាសាគឺជាទីកន្លែងដែលខ្ញុំទៅហើយខ្ញុំពិតជាអត់ចង់ចាក់ចេញនៅពេលដែលខ្ញុំបើកឡានចេញពីខេត្តសៀមរាបតែបន្តិចខ្ញុំមានអារម្មណ៍ថាកណ្ដោកក្ដែងឃ្លាតទៅសែនឆ្ងាយពីផ្ទះរបស់ខ្លួនឯងទាំងដែលខ្ញុំមិនមានផ្ទះនៅខេត្តសៀមរាបទេបងប្អូនដូច្នេះហើយខ្ញុំនៅតែនិយាយដដែលថាខេត្តសៀមរាបគឺជាឋានឱសថខេត្តសៀមរាបគឺជាទីឋាននៃក្តីសុខសម្រាប់ជីវិតរបស់ខ្ញុំស្រឡាញ់